ជំពូកទី4ខ្សែព្រះសុរងពេលព្រះអង្គចម្រើនវ័យពេញរូបរាងព្រះអង្គម្ចាស់សទ្ធុតតែងយាងទៅណាមកណាជាមួយនឹងនាយសារថីម្នាក់ឈ្មោះឆាន់ជាអ្នកថែរក្សាយានអច្ឆរិយដ៏ស្មោះត្រង់របស់ព្រះអង្គម្ចាស់តែងយាងជាមួយនាយសារថីទៅកំសាន្តតាមតំបន់នានាក្នុងព្រះរាជាណាចក្រសាខ្យៈចាប់តាំងពីជើងភ្នំព្រះសុម៉ែផ្នែកខាងជើងរហូតទៅដល់តំបន់វាលរៀបផ្នែកខាងត្បូងព្រះអង្គម្ចាស់សទ្ធុតនិងនាយសារថីឆាន់តែងផ្លាស់ប្ដូរវេនគ្នាបរទេះព្រះអង្គម្ចាស់សទ្ធុតមិនដែលប្រើរំពាត់ខ្សែតីដើម្បីវាយសេះទេរីឯនាយសារថីឆាន់ក៏ដូច្នោះដែរសម័យថ្ងៃមួយក្នុងព្រះរាជដំណើរវិលមកកាន់ព្រះរាជវាំងវិញព្រះអង្គម្ចាស់សទ្ធុតមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយទ្រង់បានទតឃើញព្រះនាងយសោធរានៅក្នុងភូមិកំសត់តូចមួយជាមួយស្រីស្នំមួយចំនួនកំពុងព្យាបាលរោគដល់កូនអ្នកស្រុកដែលមានជំងឺភ្នែកគ្រុនសន្ធុំកមរមាស់ក្អកនិងជំងឺជាច្រើនមុខទៀតព្រះនាងកញ្ញាយសោធរាបានជួយព្យាបាលដល់កូនក្មេងក្រីក្របែបនេះអស់រយៈពេលជិត2ឆ្នាំកន្លងទៅហើយប៉ុន្តែនេះជាលើកទី2ហើយដែលព្រះនាងកញ្ញាបានមកជួយនៅក្នុងភូមិតូចនេះព្រះអង្គម្ចាស់សទ្ធុតបានចូលទៅពិភាក្សាអំពីបញ្ហាសុខភាពប្រជាពលរដ្ឋជាមួយនឹងព្រះនាងយសោធរាអស់ពេលយ៉ាងយូរនិងទ្រង់បានកោតស្ញប់ស្ញែងនៅស្នាដៃដ៏ប្រពៃរបស់ព្រះនាងកញ្ញាព្រះនាងមិនមែនចេះតែគោរពដោយងងឹតងងុលនៅទំនៀមទម្លាប់ដ៏ចាស់គំរិលរបស់ព្រាហ្មណ៍ទាំងនោះទេព្រះនាងក៏បានសិក្សានៅគម្ពីរត្រៃវេទទាំងនោះផងដែរព្រមទាំងបានប្រឆាំងដោយស្ងៀមស្ងាត់បំផុតនៅអំពើអយុត្តិធម៌ក្នុងសង្គមទៀតផងថ្ងៃមួយខាងក្រោយមកទៀតព្រះនាងបជាបតីកោតមីបានរៀបចំឲ្យមានជាពិធីប្រឡងជ្រើសរើសបវរកញ្ញានៅក្នុងរាជធានីបវរកញ្ញាម្នាក់ត្រូវចេញបង្ហាញរូបសម្បត្តិនិងគ្រឿងអលង្ការល្អដល់ភ្ញៀវដោយមានការថ្វាយយោបល់ពីព្រះនាងបមិតាព្រះអង្គម្ចាស់សទ្ធុតត្រូវបានទទួលកិត្តិយសជាអ្នកបំពាក់គ្រឿងអលង្ការដល់បវរកញ្ញាទាំងអស់ប្រហែល 1000 រូបគេសង្កេតឃើញបវរកញ្ញាទី1ដែលព្រះអង្គម្ចាស់សទ្ធុតបំពាក់គ្រឿងអលង្ការជូនគឺនាងសោមាជាព្រះរាជបុត្រីនៃព្រះអង្គម្ចាស់ខត្តយៈត្រកូលបវរកញ្ញាបន្ទាប់គឺនាងរោហិនីដែលយកឈ្មោះតាមស្ទឹងរោហិនីនិងបន្តរហូតដល់បវរកញ្ញាចុងក្រោយបង្អស់គឺនាងសីលាប៉ុន្តែនៅពេលដែលព្រះអង្គម្ចាស់សទ្ធុតកំពុងតែសេចក្ដីគិតថាអាត្មាអញហាក់ដូចជាបានបំពេញភារកិច្ចក្នុងពិធីមហោស្រពនេះចប់សពគ្រប់អស់ហើយក៏ស្រាប់តែខត្តយៈកញ្ញាដ៏ស្រស់បំព្រងនិងទុនល្វត់ល្វន់មួយអង្គយាងចេញពីក្នុងចំណោមទស្សនិកជនមកព្រះនាងយាងសន្សឹមឆ្ពោះទៅកាន់តុដាក់រង្វាន់ខត្តយៈកញ្ញាដ៏ល្អឯកនោះគ្មានអ្នកណាក្រៅអំពីព្រះនាងទេពធីតាយសោធរាឡើយព្រះនាងទ្រង់ព្រះពស្ត្រនៅសម្ពុទ្ធសារីពណ៌ភ្លុកព្រះនាងទេពីអោនព្រះកាយសំពះព្រះរាជានិងព្រះអគ្គមហេសីគ្រប់ព្រះអង្គនិងភ្ញៀវតូចធំទាំងអស់រួចហើយព្រះនាងក៏យាងឆ្ពោះទៅកាន់ព្រះសទ្ធុតដែលកំពុងតែឈរនៅជិតតុរង្វាន់នោះព្រះនាងទតចំព្រះភ័ក្ត្រព្រះអង្គម្ចាស់សទ្ធុតដោយញញឹមយ៉ាងស្រស់មុននឹងមានបន្ទូលថាតើព្រះអង្គម្ចាស់មានអ្វីសល់សម្រាប់ទូលព្រះបង្គំដែរឬទេព្រះអង្គម្ចាស់សទ្ធុតក៏បែរព្រះភ័ក្ត្រទៅរកព្រះនាងវិញហើយទ្រង់សម្លឹងព្រះនេត្រាថ្លាឆ្វង់និងដោយសេចក្តីសប្បុរសបំផុតព្រះអង្គម្ចាស់ក្រឡេកទៅលើតុរង្វាន់ក៏មិនឃើញមានអ្វីនៅសល់បន្តិចសោះឡើយទើបព្រះអង្គលើកព្រះហស្ថទាំងទ្វេដោយព្រះភ័ក្ត្រញញឹមដោះយកខ្សែព្រះសុរងខ្សែកផ្ទាល់ព្រះអង្គមកបំពាក់ថ្វាយព្រះនាងយសោធរាហើយមានព្រះបន្ទូលថាព្រះនាងកញ្ញានេះជារង្វាន់ពិសេសសម្រាប់ព្រះនាងភ្ញៀវកិត្តិយសទាំងអស់នាំគ្នាក្រោកឈរនិងផ្ទុះសំណើចកិលឡើងស្នូទះដៃនិងសម្រែកជ័យឃោសលាន់សូរកងរំពងហាក់រកទីបញ្ចប់គ្មានចប់ជំពូកទី4ជំពូកទី5គន្លងនៃមេត្តាធម៌នារដូវរំហើយឆ្នាំក្រោយមកទៀត
នៅរាជធានីកបិលពស្តុមានប្រារព្ធពិធីរាជាភិសេករវាងព្រះអង្គម្ចាស់សទ្ធុតនិងព្រះនាងកញ្ញាយសោធរីយ៉ាងមហោឡារិកជាទីបំផុតព្រះបាទសទ្ធោទនៈបានរៀបចំរាជាភិសេកអាពាហ៍ពិពាហ៍ព្រះឱរសក្នុងព្រះជន្មាយុ16ឆ្នាំជាមួយព្រះនាងកញ្ញាពំពាយសោធរីដែលត្រូវជាបុត្រីនៃព្រះបាទសុពពុទ្ធនិងព្រះនាងបមិតានៅឯនគរទេវទហៈនាថ្ងៃសៅរ៍ពេញបូរមីខែអាសាឍឆ្នាំឆ្លូវព្រះបាទសទ្ធោទនៈបានចាត់ឲ្យគេសាងប្រាសាទ3ថ្វាយដល់ព្រះរាជបុត្រាបុត្រីទាំងពីរដើម្បីក្រសាលប្រាសាទមួយសមតាមរដូវមួយប្រាសាទទី1ឈ្មោះចន្ទៈប្រាសាទមាន9ជាន់សម្រាប់គង់នៅក្នុងហេមន្តរដូវរងាសង់នៅជាប់ជើងភ្នំព្រះសុមេរុប្រាសាទទី2ឈ្មោះកោតនៈប្រាសាទមាន5ជាន់សម្រាប់គង់នៅក្នុងរដូវក្តៅនិងប្រាសាទទី3ឈ្មោះកោញ្ចៈប្រាសាទមាន3ជាន់សម្រាប់គង់នៅក្នុងរដូវភ្លៀងប្រាសាទទី2និងទី3សង់នៅក្នុងរាជធានីប្រាសាទនីមួយៗសុទ្ធតែមានជីកស្រះទឹកនៅទីជិតនោះផងព្រះបាទសទ្ធោទនៈបានត្រាស់បញ្ជាឲ្យគេជ្រើសរើសសុទ្ធតែតន្ត្រីករជើងឯកនិងអ្នកចម្រៀងរបាំដ៏ពីរោះល្បីៗឲ្យមកប្រគំនិងសម្ដែងថ្វាយដល់បុត្រាបុត្រីដើម្បីបានសប្បាយរីករាយក្នុងព្រះហឫទ័យគូស្វាមីភរិយាថ្មីទាំងពីរពុំដែលសពព្រះហឫទ័យក្នុងជីវិតជាអ្នកមានទ្រព្យសម្បត្តិច្រើននិងក្នុងឋានៈខ្ពង់ខ្ពស់ឡើយសេចក្តីសប្បាយទាំងពីររបស់ព្រះអង្គគឺប្រាថ្នាស្វែងរកចម្លើយពិតដែលតាក់ទងទៅនឹងការស្វែងរកខាងផ្លូវអារម្មណ៍និងការកែច្នៃនៅរចនាសម្ព័ន្ធជីវភាពសង្គមរបស់មនុស្សលោកនារដូវប្រាំងក្រោយមកព្រះអង្គម្ចាស់សទ្ធុតនិងព្រះរាជាយាយសោធរីត្រូវបាននាយសារថីឆាន់ជូនព្រះរាជដំណើរដោយយានអច្ឆរិយដើម្បីធ្វើទស្សនកិច្ចនៅតាមទីកន្លែងនានាក្នុងព្រះនគរភាគច្រើនជាកន្លែងដែលព្រះនាងយសោធរីពុំធ្លាប់ដែលបានស្គាល់ទាំងពីរព្រះអង្គទ្រង់ស្នាក់នៅអស់កាលច្រើនថ្ងៃច្រើនយប់នៅក្នុងសំណាក់ផ្ទះអ្នកស្រុកសោយម្ហូបអាហារធម្មតានិងផ្ទុំនៅលើអង្រឹងត្បាញអំពីខ្សែថ្មីស្ដេចទាំងពីរអង្គបានយល់យ៉ាងច្បាស់អំពីជីវភាពរស់នៅនិងទំនៀមទម្លាប់របស់ពួកអ្នកស្រុកតាមទីកន្លែងនីមួយៗដែលទាំងពីរអង្គបានធ្វើទស្សនកិច្ចមកហើយមានរឿងចម្លែកជាច្រើនដែលព្រះអង្គម្ចាស់សទ្ធុតនិងព្រះជាយាបានជួបប្រទះដូចជាបានជួបជាមួយក្រុមគ្រួសារដែលមានកូនយ៉ាងតិចពី9ឬ10នាក់នៅក្នុងបន្ទុកហើយកូនក្មេងម្នាក់សុទ្ធតែមានជំងឺរ៉ាំរ៉ៃនិងខ្វះម្ហូបអាហារឪពុកម្ដាយសូម្បីតែខំធ្វើការធ្ងន់ទាំងយប់ទាំងថ្ងៃយ៉ាងណាក៏ដោយក៏ពុំអាចរកប្រាក់កាសឲ្យបានគ្រប់គ្រាន់មកចិញ្ចឹមកូនដ៏ច្រើនសន្ធឹកនោះបានដែរសេចក្តីលំបាកវេទនានៅតែបន្តមួយជំនាន់ហើយមួយជំនាន់ទៀតសម្រាប់ជីវិតកសិករក្រីក្រព្រះអង្គម្ចាស់សទ្ធុតទ្រង់សម្លឹងមិនដាក់ព្រះនេត្រទៅកាន់កុមារទាំងឡាយដែលមានអវយវៈស្គមកំប្រឹងដូចជើងធូបនិងក្បាលពោះកំប៉ោងដោយជំងឺព្រូនព្រមទាំងជំងឺខ្វះជីវជាតិផ្សេងទៀតផងព្រះអង្គម្ចាស់ក៏ទ្រង់បានទតឃើញមនុស្សពិការដើរសុំទានគេតាមដងផ្លូវនិងមនុស្សមានជំងឺប្រចាំកាយជាច្រើនបន្ថែមទៅលើភាពក្រីក្រនិងជំងឺដំកាត់មនុស្សទាំងនោះមានការគៀបសង្កត់ផ្លូវចិត្តយ៉ាងខ្លាំងពីសំណាក់ពួកព្រាហ្មណ៍ដោយគ្មានអ្នកណាម្នាក់ហ៊ានចេញមុខតវ៉ាប្រឆាំងឡើយព្រះអង្គម្ចាស់សទ្ធុតបានដឹងយ៉ាងច្បាស់ណាស់ថាសូម្បីតែព្រះរាជាក៏ពុំអាចមានសិទ្ធិឬអំណាចទៅផ្លាស់ប្ដូរស្ថានភាពបែបនេះបានឡើយព្រះអង្គក៏បានដឹងនៅរឿងផ្ទៃក្នុងនៃព្រះរាជវាំងជាយូរយារណាស់មកហើយដែរអ្នករាជការម្នាក់សុទ្ធតែមានបំណងការពារនិងពង្រឹងអំណាចរបស់ខ្លួនឥតគិតដល់ការឈឺចាប់និងសេចក្តីត្រូវការនៃអ្នកក្រខ្សត់ដទៃសោះឡើយព្រះអង្គបានដឹងយ៉ាងប្រាកដថាសូម្បីតែអំណាចរបស់ព្រះបិតាក៏ព្រះអង្គគ្មានការធានានិងគ្មានសណ្ដាប់ធ្នាប់ដែរពោលគឺព្រះបិតារបស់ព្រះអង្គគឺជាស្ដេចដែលមិនប្រកាន់នៅសេរីភាពពិត
ប៉ុន្តែគឺជាស្ដេចដែលជាប់ឃុំឃាំងនៅក្នុងមុខតំណែងរបស់ព្រះអង្គព្រះវរៈបិតារបស់ព្រះអង្គក៏បានជ្រាបនៅការលោភលន់និងអំពើពុករលួយរបស់មន្ត្រីរាជការដ៏ច្រើនសន្ធឹកសន្ធាប់ដែរក៏ប៉ុន្តែព្រះអង្គត្រូវបង្ខំព្រះហឫទ័យផ្ដេកផ្ដួលទៅតាមបុគ្គលទាំងអស់នោះដើម្បីរក្សាស្ថិរភាពនៅក្នុងរាជសម្បត្តិរបស់ព្រះអង្គព្រះអង្គម្ចាស់សទ្ធុទ្រង់ព្រះចន្ទាថាបើសិនអាត្មាអញទទួលតំណែងឡើងគ្រងរាជសម្បត្តិជំនួសព្រះវរៈបិតាវិញអាត្មាអញក៏ត្រូវតែធ្វើដូចជាព្រះអង្គដែរមានតែមនុស្សដែលច្បាំងឈ្នះនៅសេចក្តីលោភលន់និងសេចក្តីច្រណែននៅក្នុងខ្លួនឯងប៉ុណ្ណោះទេដែលអាចធ្វើឲ្យស្ថានភាពទាំងនោះផ្លាស់ប្ដូរបានកាលព្រះអង្គម្ចាស់សទ្ធុទ្រង់ព្រះតម្រិះយ៉ាងដូច្នោះហើយសេចក្តីពងប្រាថ្នារបស់ព្រះអង្គក្នុងការស្វែងរកដំណោះស្រាយខាងផ្លូវអារម្មណ៍ក៏ត្រូវបានលេចធ្លោឡើងព្រះអង្គទ្រង់ព្រះចិន្តាទៀតថាមនុស្សលោកកំពុងជាប់អន្ទាក់មិនចំពោះតែជំងឺនិងអំពើអយុត្តិធម៌នៅក្នុងសង្គមប៉ុណ្ណោះទេប៉ុន្តែមានសេចក្តីទុក្ខព្រួយនិងតណ្ហាដែលដក់ជាប់នៅក្នុងបេះដូងនិងខួរក្បាលរបស់គេរាល់គ្នាផងដែរព្រះអង្គម្ចាស់សទ្ធុទ្រង់មានការពិសោធន៍ផ្ទាល់ព្រះអង្គនៅការមន្ទិលសង្ស័យការមិនបានសម្រេចបំណងនិងការឈឺចាប់ទាំងឡាយដែលព្រះអង្គបានទតឃើញនៅក្នុងព្រះបរមរាជវាំងនិងនៅក្នុងសង្គមមនុស្សទូទៅព្រះនាងយសោធរាក៏ជាស្ត្រីរហ័សរហួនមានប្រាជ្ញាវៃឆ្លាតចេះគិតគូរវែងឆ្ងាយមិនប្រកាន់ខ្លួនស្លូតបូតមិនពឹងផ្អែកលើកម្លាំងអ្នកដទៃនិងចូលចិត្តធ្វើការទៅតាមសមត្ថភាពរបស់ព្រះនាងបានយល់យ៉ាងច្បាស់នៅព្រះបំណងរបស់ព្រះស្វាមីដ៏ខ្លាំងក្លាសូម្បីតែព្រះនាងបជាបតីកោតមីក៏ធ្លាប់មានព្រះបន្ទូលទៅកាន់បុត្រីយសោធរាថាបុត្រីស្ត្រីក៏មានបញ្ញានិងធម៌ពលដូចគ្នានឹងបុរសដែរហើយក៏អាចទទួលខុសត្រូវនៅក្នុងកិច្ចការបម្រើសង្គមជាតិផងដែរប្រសិនបើស្ត្រីភេទមានសមត្ថភាពគ្រប់គ្រាន់អាចបង្កើតឲ្យមានភាពកក់ក្ដៅនិងសុភមង្គលនៅក្នុងសង្គមគ្រួសាររបស់ខ្លួនបានគ្មានរឿងអ្វីដែលថាស្ត្រីទាំងនោះនៅតែអង្គុយក្រវិលជើងក្រានឬក៏នៅតែសំកុកនៅក្នុងផ្ទះនោះឡើយកាលពីកុមារភាពព្រះអង្គម្ចាស់សទ្ធុធ្លាប់បានសិក្សាអំពីជីវិតរបស់ព្រាហ្មណ៍ទាំង4ប្រការដែរប្រការទី1នៅក្នុងយុវវ័យពួកព្រាហ្មណ៍ត្រូវតែសិក្សានៅសាសនាវេទប្រការទី2នៅពេលរៀបការប្តីប្រពន្ធពួកព្រាហ្មណ៍ត្រូវតែរកទទួលទានចិញ្ចឹមគ្រួសារនិងធ្វើការបម្រើសង្គមប្រការទី3នៅពេលកូនធំអស់ពួកព្រាហ្មណ៍នោះអាចឈប់សម្រាកនិងត្រូវបូជាចំពោះការសិក្សាសាសនាប្រការទី4ដើម្បីរំដោះខ្លួនឲ្យរួចផុតពីសេចក្តីប្រាថ្នានិងកាតព្វកិច្ចផ្សេងពួកព្រាហ្មណ៍ត្រូវតែរស់នៅក្នុងជីវិតជាអ្នកបួសព្រះអង្គម្ចាស់សទ្ធុបានលើកយកការអប់រំ4ប្រការនោះរបស់ពួកព្រាហ្មណ៍នេះមកពិចារណាដោយសង្ខេបថាបើអាត្មាអញនៅរងចាំដល់ខ្លួនចាស់ហាក់ដូចជាយឺតពេលណាស់នឹងសម្រាប់សិក្សានៅគន្លងធម៌ទាំងឡាយព្រះអង្គគ្មានបំណងរងចាំពេលវែងដូច្នោះឡើយទ្រង់ព្រះពិចារណាបន្ថែមថាហេតុអ្វីក៏មនុស្សមិនអាចរស់នៅបានគ្រប់វ័យទាំងអស់ក្នុងពេលតែមួយទៅបើមនុស្សគោរពសាសនានៅពេលខ្លួនមានប្តីឬប្រពន្ធតើយ៉ាងដូចម្តេចដែរព្រះអង្គមានព្រះរាជបំណងចង់សិក្សានៅគន្លងធម៌នាពាក់កណ្ដាលវ័យនៃជីវិតបច្ចុប្បន្នរបស់ព្រះអង្គតែម្ដងរសៀលថ្ងៃមួយពេលយាងត្រឡប់មកដល់ប្រាសាទវិញព្រះនាងយសោធរាទ្រង់មានព្រះភ័ក្ត្រក្រៀមស្រពោននិងមិនមានព្រះបន្ទូលស្ដីទៅកាន់នរណាម្នាក់ទៀតឡើយពីព្រោះតែកូនក្មេងដែលព្រះនាងបានថែរក្សាអស់រយៈពេលជាង1អាទិត្យកន្លងទៅនោះទើបនឹងស្លាប់ព្រះនាងបានប្រឹងប្រែងអស់ពីសមត្ថភាពដែរប៉ុន្តែមិនអាចជួយសង្គ្រោះក្មេងនោះឲ្យផុតពីក្រញាំចង្កូមមច្ចរាជបានឡើយដើម្បីរងាប់នៅសេចក្តីទុក្ខសោកនេះព្រះនាងគង់សញ្ជឹងគិតដោយមានទឹកប្រណេតហូររហាមចុះមកលើផែនថ្ពាល់ទាំងសងខាងគ្រាដែលព្រះនាងជួបនឹងព្រះស្វាមីពេលព្រះអង្គត្រឡប់មកពីប្រជុំនៅឯព្រះបរមរាជវាំងវិញព្រះនាងយសោធរាទប់ប្រតិយពុំបានក៏ទ្រង់ព្រះកន្សែងខ្សឹកខ្សួលម្ដងទៀតព្រះអង្គម្ចាស់សទ្ធុក៏ចាប់ត្រកងព្រះនាងនៅក្នុងព្រះហត្ថាទាំងគូរួចទ្រង់អង្វរលួងលោមថាពំពាអូនថ្ងៃស្អែក
បងនឹងយាងទៅកាន់កន្លែងបូជាសពកុមារនោះជាមួយម្ចាស់អូនដែរសូមម្ចាស់អូនទ្រង់ព្រះកន្សែងឲ្យអស់ចិត្តអំពីឥឡូវនេះទៅចុះទើបសេចក្តីឈឺចាប់អាចចុះអន់ថយពីក្នុងឱរារបស់ប្អូនពំពាអូនការកើតចាស់ឈឺនិងស្លាប់គឺជារឿងពិតដែលមនុស្សយើងម្នាក់មានប្រចាំជីវិតអ្វីដែលកើតមានដល់កុមារនោះវាក៏នឹងកើតមានចំពោះយើងរាល់គ្នានៅពេលណាមួយជាពុំខានដែរព្រះនាងយសោធរាទ្រង់មានព្រះសវន័យដោយខ្សឹកខ្សួលតបទៅវិញថាម្ចាស់បងប្អូនបានដឹងយ៉ាងច្បាស់នៅអ្វីដែលម្ចាស់បងមានព្រះបន្ទូលប្រាប់ប្អូនព្រះហស្ថទាំងគូរបស់ប្អូនតូចពេកណាស់បើប្រៀបធៀបទៅនឹងភាពដ៏ធំមហិមានៃការឈឺចាប់របស់ប្អូនបេះដូងរបស់ប្អូនពោពេញទៅដោយកង្វល់គឺទុក្ខសោកជានិច្ចកាលអោព្រះស្វាមីសូមម្ចាស់បងបង្ហាញឲ្យប្អូនដឹងផងថាតើប្អូនត្រូវរងាប់សេចក្តីឈឺចាប់នៅក្នុងព្រះឱរារបស់ប្អូនដោយវិធីណាទៅព្រះអង្គម្ចាស់សិទ្ធិទ្រង់អោបរិទ្ធព្រះជាយាយ៉ាងណែននៅក្នុងព្រះហស្ថហើយទ្រង់មានព្រះបន្ទូលបន្តទៀតថាពំពាអូនរូបបងក៏កំពុងតែស្វែងរកផ្លូវដើម្បីរងាប់នៅសេចក្តីឈឺចាប់និងទុក្ខព្រួយដែលកំពុងតែកើតមានឡើងនៅក្នុងបេះដូងរបស់បងដែរបងក៏បានទតឃើញស្ថានភាពបែបនេះកើតមានច្រើនណាស់នៅក្នុងសង្គមមនុស្សជាតិប៉ុន្តែទោះបីជាបងខំប្រឹងប្រែងអស់ពីសមត្ថភាពយ៉ាងណាក៏ដោយក៏បងពុំទាន់រកឃើញនៅមធ្យោបាយឆ្ពោះទៅរកការរំដោះខ្លួនឲ្យមានសេរីភាពបានឡើយបងបានពិចារណាក្នុងចិត្តថាថ្ងៃណាមួយបងនឹងរកឃើញនៅគន្លងធម៌ដ៏ឧត្តមគឺការត្រាស់ដឹងសម្រាប់ជួយដល់យើងរាល់គ្នាពំពាមាសបងសូមអូនជឿទុកចិត្តនៅលើរូបបងមួយគ្រាសិនចុះស្អែកឡើងពេលព្រះអង្គម្ចាស់សទ្ធុតនិងព្រះជាយាយាងទៅដល់ផ្ទះកុមារដែលទើបនឹងស្លាប់នោះសាកសពក្មេងនោះកំពុងដេកសន្ធឹងស្ដោកស្ដឹងនៅលើគ្រែនៅឡើយសញ្ញានៃជីវិតរលត់បាត់សូន្យឈឹងទៅហើយស្បែកកុមារនោះមានពណ៌ស្លេកឆ្លាំងនិងស្អិតរមួតដងខ្លួនមើលទៅគ្មានឃើញអ្វីក្រៅពីស្បែកអណ្ដប់ឆ្អឹងមាតានៃកុមារកំពុងលុតជង្គង់នៅជិតគ្រែនិងជូតទឹកភ្នែកដែលហូរមិនចេះដាច់សោះនោះមួយស្របក់ក្រោយមកទើបពួកព្រាហ្មណ៍មកដល់រួចក៏ចាប់ផ្ដើមរៀបចំធ្វើពិធីបុណ្យបូជាសពដល់កុមារនោះទៅគ្រាមួយនោះព្រះនាងយសោធរាបានទូលសួរព្រះស្វាមីថាបបិទ្ធព្រះស្វាមីអូនមានបំណងចង់ទូលសួរម្ចាស់បងថាបើម្ចាស់បងមានបុត្រជាមួយនឹងអូនតើម្ចាស់បងចង់បានបុត្ររបស់យើងនោះជាបុត្រាឬក៏ជាបុត្រីព្រះអង្គម្ចាស់សទ្ធុទ្រង់ភ្ញាក់ស្រឡាំងកាំងទ្រង់ផ្ដោតព្រះនេត្រដោយយកចិត្តទុកដាក់ឆ្ពោះទៅកាន់ព្រះនេត្រព្រះជាយាហើយទ្រង់មានព្រះបន្ទូលថាពំពាអូនតើម្ចាស់អូនចង់មានព្រះសាវន័យថាយ៉ាងដូចម្ដេចដែរម្ចាស់អូនចង់មានន័យថាម្ចាស់អូនទ្រង់មានព្រះគភ៌មែនឬទេព្រះនាងពំពាយសោធរាងក់ព្រះសិរៈរួចទ្រង់យកព្រះហស្ថចង្អុលចំត្រង់ព្រះអូតូនិងមានព្រះសវន័យថាព្រះពរម្ចាស់បងអូនមានសេចក្តីរីករាយឥតឧបមាកាលដែលបានពរផ្ទៃពោះដែលជាផលនៃសេចក្តីស្នេហារវាងយើងទាំងពីរអូនប្រាថ្នាចង់បានបុត្រនៅក្នុងព្រះគភ៌នេះជាបុត្រាណាម្ចាស់បងហើយដែលមានសភាពដូចគ្នាបេះបិទទៅនឹងម្ចាស់បងទាំងបញ្ញានិងទាំងគុណធម៌ព្រះអង្គម្ចាស់សទ្ធុទ្រង់លើកព្រះហស្ថបីត្រកងព្រះមហាសីយ៉ាងថ្នមមុននឹងមានព្រះបន្ទូលថាពំពាអូនសូមអូនរហ័សយកដំណឹងនេះទៅគាល់ព្រះមេដារបស់យើងដើម្បីឲ្យព្រះអង្គទ្រង់ជ្រាបផងព្រះមេដាទាំងពីរព្រះអង្គនិងសព្វប្រតិព្រមជួយផ្ដល់ដំបូន្មានដ៏ប្រសើរដល់រូបអូនក្នុងការថែរក្សាព្រះគភ៌នេះពុំខានឡើយចប់ជំពូកទី5